ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំចង់មកនិយាយមូលហេតុដែលខ្ញុំធ្វើវីដេអូណាបងប្អូនចាខ្ញុំមាន Facebook ហ្នឹងយូរហើយបងប្អូនចាគោលបំណងចង់ធ្វើវីដេអូហ្នឹងតាំងពីយូរហើយដែរប៉ុន្តែការខ្ញុំរស់នៅអង់គ្លេសខ្ញុំអត់មានពេលទេបងប្អូនចាខ្ញុំធ្វើការមួយអាទិត្យគឺ6ថ្ងៃហើយនៅសល់ថ្ងៃអាទិត្យមួយទេបានសម្រាកអញ្ចឹងណាដល់ខ្ញុំមកដល់ហូឡង់នេះខ្ញុំមានគោលបំណងមួយចង់ធ្វើវីដេអូហ្នឹងហើយខ្ញុំតែងតែគិតច្រើនណាមុននឹងធ្វើហ្នឹងខ្ញុំតែងតែគិតថាអូខ្មាស់គេអត់ហ៊ាននិយាយនៅមុខកាមេរ៉ាអីចឹងណាហើយមួយទៀតខ្ញុំចេះតែគិតថាខ្ញុំមានមិត្តភ័ក្តិនៅក្រៅខាងគ្រួសារខ្ញុំអីចឹងគេមិនសូវចូលចិត្តអីរឿងផុសវីដេអូផុសអីអញ្ចឹងណាបងប្អូនចាហើយខ្ញុំក៏ធ្លាប់ធ្វើការនៅខេត្តនៅអីដែរអញ្ចឹងទៅហើយខ្ញុំមានការអៀនខ្មាស់ច្រើនដែរដំបូងណាតែក្រោយមកខ្ញុំបានសម្រេចចិត្តថាតើការអៀនខ្មាស់របស់ខ្ញុំហ្នឹងគេឲ្យលុយខ្ញុំចាយអត់តើគេមកដឹងសុខទុក្ខថាពេលយើងដែលអត់លុយចាយឬក៏មានលុយចាយហ្នឹងគេដឹងអត់បងប្អូនចាអ្វីដែលយើងធ្វើគឺយើងទទួលផលអញ្ចឹងហើយយើងមានគោលបំណងមួយចង់ធ្វើយើងមិនអាចឲ្យឧបសគ្គទាំងអស់ហ្នឹងមករំខានគោលបំណងដែលយើងចង់ធ្វើឲ្យបងប្អូនទោះមានអ្នកមើលម្នាក់ឬក៏ពីរនាក់ក៏ខ្ញុំអត់ខ្វល់ដែរបងប្អូនចាអ្នកណាដែលពេញចិត្តឬក៏ស្រឡាញ់ខ្ញុំគាត់មើលទៅគាត់ចូលចិត្តគាត់មើលទៅតែបើអ្នកដែលគាត់មិនពេញចិត្តទេគាត់អាចអូសឡងចោលទៅឬមួយក៏ប្លុកវីដេអូរបស់ខ្ញុំឬមួយក៏គណនីរបស់ខ្ញុំទៅរឿងទាំងនេះខ្ញុំកាត់ចិត្តមិនធ្វើបានបងប្អូនខ្ញុំសូមលើកទឹកចិត្តបងប្អូនដែលជាអ្នកធ្វើវីដេអូថ្មីអីអញ្ចឹងចែករំលែកនៅបទពិសោធន៍ជីវិតរស់នៅក្រៅស្រុកអីចឹងណាជាពិសេសអ្នករស់នៅក្រៅស្រុកដែលមានឱកាសច្រើនក្នុងការធ្វើវីដេអូខ្ញុំសូមលើកទឹកចិត្តបងប្អូនចាអ្នកដែលមានឱកាសនៅក្នុងស្រុកក៏ខ្ញុំលើកទឹកចិត្តដែរអ្នកដែលគាត់ប្រកែអញ្ចឹងណាខ្ញុំមិនមែនអ្នកជំនាញអីទេប៉ុន្តែខ្ញុំគ្រាន់ថាការពីគោលបំណងខ្ញុំនៅស្រុកខ្មែរខ្ញុំថាបើមកដល់ស្រុកគេខ្ញុំនឹងព្យាយាមធ្វើវីដេអូបង្ហាញពីស្រុកគេអញ្ចឹងណាបងប្អូនអរគុណជម្រាបលាចា